បងប្អូនធ្លាប់អត់ពេលខ្លះសុកសុកស្រាប់តែមានអារម្មណ៍ថាខ្លួនយើងដូចជាដើរអត់ទាន់គេសោះឬក៏យើងនៅតែមួយកន្លែងស្របពេលដែលឃើញថាខ្លួនឯងរាល់ថ្ងៃខំធ្វើការណាស់អត់ហ៊ានសម្រាកទេប៉ុន្តែនៅតែមិនអាចទទួលបានអីដែលខ្លួនឯងចង់បានចឹងនៅក្នុងវីដេអូហ្នឹងយើងនឹងជជែកគ្នាពីមូលហេតុដែលធ្វើឲ្យយើងភាគច្រើនគិតថាខ្លួនឯងដើរថយក្រោយឬក៏ដើរមិនទាន់គេតែមុននឹងបន្តវីដេអូទៅមុខទៀតខ្ញុំសូមអរគុណទៅដល់បង្កើត Sitio ដែលជាម្ចាស់ sponsor នៅក្នុងវីដេអូនេះសម្រាប់បងប្អូនដែលអត់ទាន់ស្គាល់បង្កើត Sitio គឺខាងគាត់ជា marketing agency មួយដែលជួយរៀបចំយុទ្ធសាស្ត្រសម្រាប់បងប្អូនម្ចាស់ brand ដែលកំពុងតែជួបបញ្ហានៅក្នុងការធ្វើទីផ្សារបង្ហាញផលិតផលអត់ទាន់ចំអតិថិជនគោលដៅអញ្ចឹងបើសិនជាបងប្អូនមានតម្រូវការចង់បាន content តាក់ទាញនិងកសាងអត្តសញ្ញាណ brand ខ្លួនឯងឲ្យកាន់តែរឹងមាំចឹងបងប្អូនអាចតាក់ទងប្រឹក្សាព័ត៌មានបន្ថែមជាមួយពួកគាត់បានណាខ្ញុំនឹងដាក់ contact ពួកគាត់នៅក្នុង description នៅខាងក្រោមតើបងប្អូនយើងតវីដេអូយើងទៅមុខទៀតមូលហេតុដែលធ្វើឲ្យបងប្អូនមានអារម្មណ៍ថាខ្លួនឯងជាប់គាំងនៅមួយកន្លែងដោយសារតែទី1យើងខំធ្វើការណាស់ប៉ុន្តែអត់ទទួលបានអីដែលយើងចង់បានរាល់ថ្ងៃឃើញថាខ្លួនឯងខំធ្វើការណាស់អត់ហ៊ានសម្រាកសោះប៉ុន្តែនៅតែមិនអាចទទួលបានអីដែលយើងចង់បានយើងខំធ្វើការរកលុយដើម្បីចិញ្ចឹមខ្លួនឯងទិញរបស់របរដែលយើងចូលចិត្តប៉ុន្តែពេលដែលបានប្រាក់ខែមកបងប្អូនយកទៅទូទាត់ចំណាយចាំបាច់របស់ខ្លួនឯងអត់សល់លុយសម្រាប់ទុកចាយលើសេចក្តីសុខខ្លួនឯងទេអញ្ចឹងពីមួយខែទៅមួយខែនៅតែដដែលអញ្ចឹងហើយធ្វើឲ្យយើងឃើញថាខ្លួនឯងដូចនៅតែមួយកន្លែងអត់មានដើរទៅមុខសោះចំណុចទី2បងប្អូនធៀបចំណុចចាប់ដើមរបស់ខ្លួនឯងជាមួយនឹងអ្នកផ្សេងបងប្អូនបន្ទោសថាមកពីខ្ញុំកើតមកមិនមែនជាកូនអ្នកមានដូចគេកើតមកគេមានស្រាប់ហើយគេមានអ្នកចាំ support គេមានអ្វីគ្រប់យ៉ាងគេធ្វើអីក៏ស្រួលដែរចំណុចចាប់ដើមគឺវាអត់សំខាន់ទេបងប្អូនព្រោះថាមានអ្នកខ្លះទោះបីជាគេអ្នកមានស្រាប់ក៏គេនៅតែសុំឪពុកម្ដាយគេចេញទៅនៅក្រៅដើម្បីរៀនធ្វើអ្វីដោយខ្លួនឯងគេចង់ពង្រឹងខ្លួនឯងឲ្យមានភាពឯករាជ្យអញ្ចឹងពេលខ្លះយើងកាត់មកមិនមែនជាកូនអ្នកមានក៏ពិតមែនតែដោយសារតែយើងមិនមែនជាកូនអ្នកមាននឹងហើយអញ្ចឹងយើងត្រូវតែខំដោយសារតែយើងមិនមែនជាអ្នកមានស្រាប់ចឹងជីវិតបរិញ្ញាយើងឲ្យចេះកាត់ខំរៀននេះរៀននោះដើម្បីពង្រីកចំណេះដឹងយើងឲ្យចេះឲ្យបានច្រើនបង្កើនសមត្ថភាពធ្វើឲ្យយើងអាចធ្វើជាទីពឹងរបស់ខ្លួនឯងបានចឹងអ្វីក៏ដោយបងប្អូនក៏វាតែងតែមានហេតុផលរបស់វាដែរចំណុចទី3គឺបងប្អូនបោះបង់ខ្លួនឯងនៅពេលដែលបងប្អូនទទួលបានការងារច្រើនខ្លាំងបងប្អូនហត់នឿយបងប្អូន stress អារម្មណ៍មិនល្អចឹងបងប្អូនចង់តែសម្រាកចង់តែលេងទូរស័ព្ទហើយបងប្អូនបោះបង់ខ្លួនឯងនៅពេលដែលបងប្អូនបោះបង់ខ្លួនឯងឈប់មើលថែរាងកាយនិងសម្រាប់ខ្លួនឯងហើយពេលដែលបងប្អូនឆក់កញ្ចក់ទៅឃើញខ្លួនឯងមានទឹកមុខសេកស្លាំងអត់ស្រស់ថ្លាអញ្ចឹងយើងមិននឹងមានអារម្មណ៍នឹងកម្លាំងចិត្តធ្វើអ្វីផ្សេងនឹងដើរទៅមុខតទៀតបានបងប្អូនតើបងប្អូនយើងបានជជែកគ្នាពីមូលហេតុដែលធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងជាប់គាំងនៅមួយកន្លែងឬក៏ដើរមិនទាន់គេអញ្ចឹងឥឡូវខ្ញុំនឹងចែករំលែកជាមួយបងប្អូន tip ដែលជួយឲ្យបងប្អូនលុបបំបាត់អារម្មណ៍មួយនឹងហើយជឿជាក់ខ្លួនឯងជាងមុនគន្លឹះទី1ផ្លាស់ប្ដូរទម្លាប់ការងារធ្វើរឿងសំខាន់មុនជាទូទៅនៅពេលដែលធ្វើការគឺយើងតែងតែចង់បំពេញការងារឲ្យបានហើយគ្រប់មុខប៉ុន្តែពេលវេលាយើងគឺមានកំណត់អញ្ចឹងបងប្អូនត្រូវបែងចែករវាងពាក្យថារវល់និងមានប្រសិទ្ធភាពបងប្អូនត្រូវជ្រើសរើសការងារណាដែលសំខាន់ខ្លាំងបញ្ញាប់ខ្លាំងនិងផ្ដល់ផលប្រយោជន៍ដល់បងប្អូនច្រើនជាងគេហើយបងប្អូនត្រូវតែសម្រេចការងារនឹងមុនបងប្អូនបែងចែកការងារទៅតាមលំដាប់ហើយធ្វើពីមួយទៅមួយកុំដាក់សម្ពាធខ្លួនឯងខ្លាំងពេកនៅពេលដែលចាប់មួយថ្ងៃបងប្អូនមើលឡើងវិញទោះបីជាការងារនៅសល់តិចតួចមែនតែយើងបានធ្វើការងារធំនិងសំខាន់ហើយអស់ចឹងបងប្អូនក៏មានអារម្មណ៍ធូរស្រាលអត់មានសម្ពាធហើយលែងមានអារម្មណ៍ថាជាប់គាំងនៅតែមួយកន្លែងកាលពីត្រឡប់បែងចែកការងារឡើងវិញបងប្អូនក៏ត្រូវមានជាទម្លាប់លើកទឹកចិត្តខ្លួនឯងដែរចឹងពេលដែលបងប្អូនទទួលបានប្រាក់ខែចឹងបងប្អូនអាចចែកចំណែកតិចតួចទៅលើការចំណាយទិញជាកាដូតិចតួចលើកទឹកចិត្តខ្លួនឯងចំណាយទៅលើសេចក្តីសុខឲ្យខ្លួនឯងចឹងបងប្អូននឹងឃើញថាអ្វីដែលយើងបានធ្វើកម្លាំងដែលយើងបានចំណាយទៅលើការងារពិតជាទទួលបានផលមកវិញមែនគន្លឹះទី2កាត់បន្ថយការលេងប្រព័ន្ធ social media ខ្ញុំតែងតែប្រាប់បងប្អូនថាកុំប្រៀបធៀបជីវិតខ្លួនឯងជាមួយនឹងជីវិតគេនៅក្នុង social media ប៉ុន្តែនៅពេលដែលយើងបើក social media ឡើងមកឃើញជីវិតដ៏ស្រស់ស្អាតរបស់គេជោគជ័យគេមានលុយចាយហើយយើងក៏លេបមើលខ្លួនឯងវិញប្រកាសជាអន់ចិត្តនឹងខ្លួនឯងហើយព្រោះថានៅក្នុងប្រព័ន្ធ social media គឺជាកន្លែងមួយដែលសម្រាប់យើងទាំងអស់គ្នាបោះរូបស្អាតដើរលេងពីកន្លែងមួយទៅកន្លែងមួយអញ្ចឹងបើសិនជាបងប្អូនមិនអាចគ្រប់គ្រងអារម្មណ៍ដែលប្រៀបធៀបខ្លួនឯងជាមួយនឹងជីវិតគេបានទេអញ្ចឹងយើងកាត់បន្ថយការលេង social media យើងកាត់បន្ថយពេលដែលយើងចំណាយទៅលើ social media វិញយកពេលវេលាទាំងអស់ហ្នឹងមកដោតលើខ្លួនឯងអភិវឌ្ឍខ្លួនឯងឲ្យយើងមានសមត្ថភាពខ្លាំងជាងមុននិងមានការជឿជាក់ខ្លួនឯងឲ្យច្រើនជាងមុនគន្លឹះទី3ចាប់ផ្ដើមរៀនមើលថែខ្លួនឯងនិងស្រឡាញ់ខ្លួនឯងឲ្យបានច្រើននៅពេលដែលបងប្អូនចាប់ផ្ដើមងាកមកមើលថែខ្លួនឯងឡើងវិញលែងបោះបង់ខ្លួនឯងចោលដោយការមុនបងប្អូនចាប់ផ្ដើមយកចិត្តទុកដាក់ទៅលើការថែសម្រស់ដូចជាការប្រើ skin care ឆ្លៀតពេលហាត់ប្រាណឲ្យរាងកាយមានចលនានិងសម្រាប់ឲ្យបានគ្រប់គ្រាន់បងប្អូននឹងឃើញស្បែកមុខស្រស់ថ្លានិងរូបរាងកាយមានរបៀបរៀបរយស្រស់ស្អាតចេញពីខាងក្នុងវានឹងជំរុញឲ្យបងប្អូនមានទំនុកចិត្តលើខ្លួនឯងច្រើនជាងមុនហើយផ្ដល់ជាកម្លាំងចិត្តដល់បងប្អូនឲ្យងើបមកប្រឈមមុខនឹងការងារងើបមកដោះស្រាយបញ្ហានិងដើរទៅរកក្តីសម័យដែលខ្លួនឯងចង់បានដែលកាលពីមុនបង
បងប្អូនប្រហែលជាមានអារម្មណ៍ថាអស់កម្លាំងដោយសារតែបងប្អូនបោះបង់ខ្លួនឯងចោលតែនៅពេលបងប្អូនមើលថែខ្លួនឯងបានល្អបងប្អូននឹងទទួលបានអារម្មណ៍ថាមានថាមពលអាចយកឈ្នះបានរាល់ឧបសគ្គទាំងអស់គន្លឹះទី4ផ្ដោតទៅលើការអភិវឌ្ឍសមត្ថភាពខ្លួនឯងចំណុចសំខាន់ដែលធ្វើឲ្យយើងលុបបំបាត់អារម្មណ៍ជាប់គាំងនៅមួយកន្លែងឬក៏ដើរមិនទាន់គេគឺយើងត្រូវតែអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យខ្លាំងជាងមុនបើសិនជាថ្ងៃនេះបងប្អូននៅតែមានចំណេះដឹងដដែលជំនាញដដែលបងប្អូននឹងទទួលបានលទ្ធផលដដែលពីមួយខែទៅមួយខែចឹងបងប្អូនត្រូវតែឆ្លៀតពេលរៀនអ្វីដែលថ្មីពង្រីកចំណេះដឹងនិងជំនាញខ្លួនឯងនៅពេលដែលសមត្ថភាពបងប្អូនកើនឡើងបងប្អូននឹងមើលឃើញឱកាសថ្មីដែលបងប្អូនមិនធ្លាប់មើលឃើញពីមុនមកហើយបងប្អូនយើងដើរយឺតមិនមែនជាបញ្ហាទេសំខាន់ឲ្យតែបងប្អូនរៀនសូត្រនិងអភិវឌ្ឍខ្លួនឯងឲ្យបានរាល់ថ្ងៃនោះបងប្អូននឹងទៅដល់គោលដៅរបស់ខ្លួនឯងក្នុងថ្ងៃណាមួយបងប្អូនជីវិតយើងមិនមែនជាការរត់ប្រណាំងដែលត្រូវមានអ្នកចាញ់អ្នកឈ្នះទេការមួយគឺមានរដូវរីកខុសៗគ្នាការខ្លះគឺរីកនៅរដូវរងាការខ្លះគឺរីកនៅរដូវក្តៅប៉ុន្តែនៅតែជាផ្កាដែលសោះសាកដូចគ្នាចឹងបងប្អូនកុំដោយសារតែឃើញអ្នកផ្សេងរីស្គូស្គីមុនហើយបងប្អូនមានអារម្មណ៍ថាខ្លួនឯងអន់ខ្លួនឯងដើរអត់ទាន់គេសោះនៅពេលដែលបងប្អូននៅតែអត់បោះបង់ខ្លួនឯងនៅតែបន្តខិតខំរៀនសូត្រហើយមើលថែខ្លួនឯងបានល្អចឹងបងប្អូនកំពុងតែដើរទៅលើផ្លូវដែលជោគជ័យហើយជីវិតយើងមិនមែនជាការប្រៀបធៀបរវាងខ្លួនឯងជាមួយនឹងអ្នកផ្សេងទេគឺបងប្អូនប្រៀបធៀបខ្លួនឯងថ្ងៃនេះជាមួយនឹងខ្លួនឯងម្សិលមិញបងប្អូនខិតខំអភិវឌ្ឍខ្លួនឯងដើម្បីក្លាយទៅជា version មួយដែលខ្លួនឯងចង់បានតែសម្រាប់វីដេអូថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនដែលបានស្ដាប់វីដេអូខ្ញុំដល់ចប់ចាំបើសិនជាបងប្អូនពេញចិត្តនឹងវីដេអូនេះបងប្អូនជួយ like និង subscribe ឲ្យខ្ញុំមួយផងណាដើម្បីទទួលបានវីដេអូថ្មីៗទៀតពី Channel Ignite Karaoke អរគុណច្រើនបងប្អូនបាយបាយបងប្អូនយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត